ភ្លាមនោះគាត់បានងាកមកហើយដឹងថាក្មេងស្រីដែលគាត់បានកំចាត់ចោលកាលពីថ្ងៃមុនពិតជានៅក្នុងពិធីជប់លៀងរបស់គាត់ដោយភ្ញាក់ផ្អើលក្មេងស្រីនោះបានសម្លឹងមើលគាត់យ៉ាងម៉ឺងម៉ាត់ទោះយ៉ាងណាក៏ដោយនាយសេនាធិការយល់ឃើញថាវាគួរឲ្យស្រឡាញ់ណាស់ប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺការខុបខិតមួយកំពុងដំណើរការពេលគាត់ដើរទៅរកឧត្តមសេនីយ៍ស្ត្រីចម្លែកម្នាក់បានរើសកែវស្រាមួយកែវហើយបានខ្ចាយវាទៅលើនាយទាហានយ៉ាងសាហាវសកម្មភាពភ្លាមនេះស្ទើរតែធ្វើឲ្យឧត្តមសេនីយ៍ភ្ញាក់ផ្អើលហេតុអ្វីបានជា Marshall មិនឆ្លើយតបសារវេចរបស់ខ្ញុំតើអ្នកជានរណាតើអ្នកលែងស្រឡាញ់ខ្ញុំទៀតហើយឬអ្នកលែងស្រឡាញ់ខ្ញុំទៀតហើយតើខ្ញុំស្គាល់អ្នកទេតើអ្នកកំពុងនិយាយរឿងមិនសមហេតុផលអ្វីខ្លះអ្នកកំពុងធ្វើពុតជាមិនស្គាល់ខ្ញុំមែនទេតើអ្នកទាំងអស់គ្នាបានឬវាទេមនុស្សម្នាក់នេះពិតជាបានធ្វើពុតជាមិនស្គាល់ខ្ញុំអ្នកកំពុងធ្វើពុតជាមិនស្គាល់ខ្ញុំឥឡូវនេះដូច្នេះហេតុអ្វីបានជាអ្នកហៅខ្ញុំថាអូនសម្លាញ់និងសម្លាញ់តូចនៅពេលនោះកាលនាងនៅតូចគួរឲ្យស្រឡាញ់ហេតុអ្វីអ្នកមិនគ្រាន់តែនិយាយថាអ្នកមិនស្គាល់ខ្ញុំប៉ុន្តែមេតបបានឃើញយ៉ាងច្បាស់តាមរយៈទង្វើឆ្កងរបស់គាត់ពេលគាត់ឃើញឧត្តមសេនីយ៍ដែលអួតអាងឈរនៅម្ខាងខ្ញុំបានទីគំនិតទូទៅភ្លាមដូច្នេះគាត់បានជួយក្មេងស្រីនោះឡើងបន្ទាប់មកគាត់បានសួរសំណួរមួយចំនួនដែលមានតែដៃគូស្និទ្ធស្នាលប៉ុណ្ណោះដែលដឹងចម្លើយដោយការរំពឹងទុកក្មេងស្រីនោះមិនអាចឆ្លើយសំបីតែមួយម៉ាត់ដូច្នេះមេតបក៏សម្រេចចិត្តលេងជាមួយដោយសារយើងកំពុងនិយាយអំពីមិត្តស្រីតើនោះត្រឹមត្រូវទេចៃដន្យណាស់មិត្តស្រីរបស់ខ្ញុំក៏នៅទីនោះដែរនៅថ្ងៃនេះហើយសេចក្តីថ្លែងការណ៍នេះបណ្ដាលឲ្យមានការចលាចលភ្លាមគាត់ដើរយឺតទៅរកទីដៅរបស់ឧត្តមសេនីយ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឮពាក្យថាមិត្តស្រីរបស់ខ្ញុំនៅទីនេះនាយទាហានសម្លឹងមើលគាត់ដោយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍គិតថាគាត់ចិត្តណាលេងល្បិចលើគាត់ម្ដងទៀតគាត់បានរត់គេចខ្លួនភ្លាមពីកន្លែងកើតហេតុក្នុងស្ថានភាពរញ៉េញ៉ៃមុនពេលដែលខ្ញុំដឹងខ្លួនខ្ញុំបានទៅដល់ចំណុចខ្ពស់មួយនៅក្នុងសន្តាគារគាត់ស្រែកឡើងលើមេឃដោយរៀបរាប់ពីអ្វីគ្រប់យ៉ាងដែលបានកើតឡើងចំពោះគាត់តើអរិយជានរណាតើអ្នកកំពុងនិយាយអំពីខ្ញុំមែនទេឧត្តមសេនីយ៍សៀវគូបាវពិតជាមិនអាចយល់បានទេហេតុអ្វីបានជាមេតបតែងតែឡងបន្លាចខ្ញុំដូចខ្មោចហើយគ្មានអ្វីល្អកើតឡើងទេរាល់ពេលដែលខ្ញុំជួបគាត់ដូចកាលនៅវិទ្យាល័យដែរសុនត្រកថានោះឧត្តមសេនីយ៍បានបាត់បង់ការនិយាយរបស់គាត់ឈរលើឆាកទាំងស្រឡាំងកាំងឃើញដូច្នេះសិស្សក្នុងចំណោមអ្នកស្ដាប់ក៏ចាប់ផ្ដើមរិះគន់គាត់រលកនៃការសោកស្ដាយនិងការខកចិត្តបានបោកបក់មកលើខ្ញុំនៅពេលនោះសេនាប្រមុខស្រាប់តែដឹងថាគាត់បានយកសាត្រាស្លឹករឹតសុនត្រកថារបស់ឧត្តមសេនីយ៍មកច្រឡំទោះជាយ៉ាងណាក៏ដោយការជឿចាប់ខ្លាំងពេករបស់ឧត្តមសេនីយ៍រូបនេះបានបង្កឲ្យមានអាឡែស៊ីទឹកភ្នែកនាងបានដួលសន្លប់ម្ដងទៀតក្រឡេកមើលទៅរយលើរឿងតូចតាចទាំងអស់ឧត្តមសេនីយ៍មានអារម្មណ៍ថាមេតបនោះដូចជាអរិយមួយកំពុងគ្រប់ដណ្ដប់លើគាត់ពេលមើលអ្នកឲ្យចិត្តអ្នកពិតជាមើលទៅដូចជាមនុស្សល្ងងម្នាក់ឧត្តមសេនីយ៍បានស្បត់ថាលោកត្រូវតែចូលរួមក្នុងការងារដាក់ពង្រាយកប៉ាល់ខ្ញុំត្រូវតែធ្វើឲ្យមេតបមើលមកខ្ញុំដោយភ្នែកថ្មីនេះទាហានបានមើលគាត់បន្តត្រដុសដៃរបស់គាត់បន្ទាប់មកនាងបានដោះសម្លៀកបំពាក់របស់នាងចេញហើយរុំវាថ្នមលើរាងកាយរបស់គាត់បន្ទាប់មកខ្ញុំបានព្យាយាមទាញគាត់ចេញដូចជាអ្នកទាំងពីរកំពុងទាញនិងទាញគ្នាទៅវិញទៅមកជើងរបស់ឧត្តមសេនីយ៍បានរអិលភ្លាមគាត់ស្ទើរតែលាក់ពីលើចណ្ដាលនាយទាហានបានប្រតិកម្មយ៉ាងរហ័សហើយលូកដៃទៅចាប់គាត់ប៉ុន្តែការទាញនិងទាញនេះបានធ្វើឲ្យបូមាត់របស់ពួកគេទាំងពីរចូលគ្នាយ៉ាងណែនរហូតដល់ពន្លឺរបស់អ្នកយកព័ត៌មានបានរលត់ទៅបន្ទាប់មកអ្នកទាំងពីរហាក់ដូចជាដឹងថាពួកគេកំពុងយល់សប្តិហើយក៏បែកគ្នាយ៉ាងលឿននាយសេនាធិការដឹងពីអ្វីដែលកំពុងកើតឡើងក៏បានគ្រប់ដណ្ដប់ឧត្តមសេនីយ៍ភ្លាមដោយសម្លៀកបំពាក់របស់គាត់បានស្រែកប្រាប់អ្នកយកព័ត៌មានឲ្យឈប់ថតរូបបើមិនដូច្នោះទេសូមប្តឹងពួកគេពីបទរំលោភលើភាពឯកជនបន្ទាប់ពីអ្នកយកព័ត៌មានចេញទៅពេលនោះហើយដែរសេនាប្រមុខបានដឹងថាឧត្តមសេនីយ៍មានអាឡែស៊ីនឹងទឹកភ្នែកហើយការប្រកាសមួយទៀតត្រូវបានធ្វើឡើងដូច្នេះគាត់បានបើកឡានដឹកឧត្តមសេនីយ៍ទៅមន្ទីរពេទ្យភ្លាមពួកគេខ្លាចថាការពន្យាពេលសំបីតែមួយវិនាទីក៏អាចធ្វើឲ្យជីវិតរបស់ឧត្តមសេនីយ៍គ្រោះថ្នាក់ដែរលោកគ្រូពេទ្យគាត់មានអាឡែស៊ីទឹកភ្នែកពីកំណើតធ្ងន់ធ្ងរវាចាំបាច់ក្នុងការចាក់អាស៊ីតក្លូយកូនិកទម្ងន់ម៉ូលេគុលទាភ្លាមតាមសរសៃឈាមវ៉ែនក្នុងដំណោះស្រាយក្លូយកូសពី5ទៅ10អូអ្នកហាក់ដូចជាដឹងច្រើនអំពីរឿងនេះណាស់លៀនសួយបានពិពណ៌នាអំពីរោគសញ្ញានិងជំរើសនៃការព្យាបាលយ៉ាងប៉ិនប្រសប់ទៅកាន់គ្រូពេទ្យជាសំណាងល្អអ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលាឧត្តមសេនីយ៍បានរួចផុតពីគ្រោះថ្នាក់ហើយខណៈពេលដែលគាត់សន្លប់បាត់ស្មារតីឡើងជួយគាត់បានប្រើទូរស័ព្ទរបស់គាត់ដើម្បីផ្ញើលេខបន្ទប់មន្ទីរពេទ្យទៅមិត្តល្អបំផុតរបស់គាត់ថែមទាំងបានបន្ថែមព័ត៌មានទំនាក់ទំនងរបស់គាត់មកវិញដោយសម្ងាត់ទៀតផងរហូតដល់គាត់ឃើញមិត្តល្អបំផុតរបស់គាត់ប្រញាប់ប្រញាល់មកបន្ទាប់មកនាយទាហានក៏ចាក់ចេញទៅដោយមានអារម្មណ៍ធូរស្រាលនៅថ្ងៃបន្ទាប់ឧត្តមសេនីយ៍បានភ្ញាក់ពីដំណេកដោយគិតថាជាមិត្តល្អបំផុតរបស់នាងដែលបាននាំនាងទៅមន្ទីរពេទ្យរហូតដល់គាត់បានឃើញពាក្យចាំអារ៉ាមដែលបង្ហោះដោយមេប៉ូលីសដោយប្រើទូរស័ព្ទផ្ទាល់ខ្លួនរបស់គាត់ខ្ញុំខឹងខ្លាំងណាស់ស្ទើរតែដួលសន្លប់ម្ដងទៀតតើអ្នកឈ្គួតទេតើខ្ញុំអាចផ្ញើសារ WeChat បែបនេះដោយរបៀបណាយ៉ាងណាក៏ដោយមុនពេលដែលមិត្តល្អបំផុតរបស់នាងអាចដឹងថាមានអ្វីកើតឡើងទូរស័ព្ទរបស់គាត់បានទទួលសារមិត្តល្អបំផុតរបស់ខ្ញុំបានរើសវាឡើងហើយមើលគាត់សម្លឹងមើលទៅឧត្តមសេនីយ៍ដោយមិនជឿខ្ញុំគិតថានេះមើលទៅដូចជារបស់អ្នកមែនទេនេះមើលទៅដូចជាក្លេបសក់របស់អ្នកឧត្តមសេនីយ៍ខឹងខ្លាំងណាស់ស្ទើរតែស្លាប់នៅនឹងកន្លែងបញ្ហានេះបានក្លាយជាការពិភាក្សារបស់ក្រុមហ៊ុនយ៉ាងឆាប់រហ័សពេលលើដំណឹងនេះស៊ូឆាងដែលជាមិត្តភក្តិជិតស្និទ្ធនិងជាជំនួយការក៏បានប្រញាប់ប្រញាល់ទៅកាន់ការិយាល័យរបស់មេប៉ូលីសភ្លាមដើម្បីស្វែងយល់ពីអ្វីដែលកំពុងកើតឡើងនីតិខូដៅត្រជាក់នៅជ្រុងភ្នែកអារម្មណ៍រីករាយមួយនៅក្នុងចិញ្ចើមរបស់គាត់មើលទៅដូចជាដើមឈើដែកបុរាណរបស់អ្នកនឹងរីកហើយឃើញមុខចៅហ្វាយញញឹមដោយក្តីរីករាយស៊ូឆាងបាននិយាយថាបើអញពិតជាចូលចិត្តនាងមែនចូលនាំនាងមកវិញយ៉ាងណាមិញក្រុមហ៊ុនមិនត្រូវការតំណែងនេះទេលើពីនេះទៅទៀតអ្នកដែលនៅចិត្តទឹកនឹងទទួលបានព្រះច័ន្ទមុនតើវាមិនអស្ចារ្យទេទោះបីជាមេបញ្ជាការបានត្អូញត្អែដោយពាក្យសម្ដីថាគាត់កំពុងជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកដទៃក៏ដោយប៉ុន្តែនៅវិនាទីបន្ទាប់គាត់ក៏ចាប់ផ្ដើមធ្វើអ្វីតើអ្នកជានរណាតើអ្នកចូលចិត្តទៅរកម្ចាស់ផ្ទះរបស់យ៉ាងទេខ្ញុំចង់ជួលផ្ទះរបស់អ្នក